ក្រុមយុវជនមួយក្រុមបានជួបគ្នានៅក្លឹបក្រោមដីដ៏ល្បីល្បាញមួយដែលស្ថិតនៅក្រោមផ្ទះចាស់មួយកន្លែងក្លឹបនេះគឺជាកន្លែងសម្រាប់អ្នកដែលចូលចិត្តភាពអាថ៌កំបាំងនិងភាពចម្លែកនៅពេលពួកគេចូលទៅក្នុងក្លឹបពួកគេសម្គាល់ឃើញថាមានអាកាសធាតុអាក្រក់និងមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីនៅពេលពួកគេកំពុងរាំនិងសប្បាយរីករាយភ្លើងឆេះយ៉ាងខ្លាំងបានផ្ទុះឡើងនៅក្នុងក្លឹបភ្លើងឆេះយ៉ាងឆាប់រហ័សហើយពួកគេព្យាយាមរត់ចេញពីក្លឹបប៉ុន្តែផ្លូវចេញត្រូវបានរារាំងដោយភ្លើងឆេះដ៏ខ្លាំងក្លាពួកគេចាប់ផ្ដើមភ័យខ្លាចនិងព្យាយាមរកផ្លូវចេញក្នុងភាពច្របូកច្របល់ពួកគេបានរកឃើញផ្លូវអាថ៌កំបាំងមួយដែលនាំចេញពីក្លឹបផ្លូវនេះហាក់ដូចជាមានមនុស្សជាច្រើនបានដើរកាលពីមុនហើយពួកគេសម្រេចចិត្តដើរតាមផ្លូវនេះដើម្បីរកផ្លូវចេញពីក្លឹបពេលដើរតាមផ្លូវអាថ៌កំបាំងពួកគេបានឃើញរូបរាងចម្លែកនិងសំឡេងដែលហាក់ដូចជាកំពុងគំរាមកំហែងពួកគេចាប់ផ្ដើមយល់ថាក្លឹបនេះមិនមែនគ្រាន់តែជាកន្លែងសប្បាយធម្មតាទេប៉ុន្តែវាមានប្រវត្តិអាថ៌កំបាំងដ៏គួរឲ្យភ័យខ្លាចបន្ទាប់ពីការតស៊ូយ៉ាងខ្លាំងក្លាពួកគេបានរកឃើញផ្លូវចេញពីក្លឹបពួកគេបានគេចផុតពីភ្លើងឆេះនិងអាថ៌កំបាំងដ៏គួរឲ្យភ័យខ្លាចនោះទោះជាយ៉ាងណាពួកគេមិនដែលភ្លេចបទពិសោធន៍នេះទេពួកគេបានចាក់ចេញពីក្លឹបដោយសុវត្ថិភាពប៉ុន្តែពួកគេមិនដែលអាចភ្លេចបទពិសោធន៍នេះបានឡើយក្លឹបនោះត្រូវបានបិទជាអចិន្ត្រៃយ៍ហើយរឿងអាថ៌កំបាំងរបស់វាក៏ត្រូវបានបំភ្លេចជារៀងរហូត